វិធីដែលខ្ញុំនេះដំបូងខ្ញុំខលទៅបាទថាឥឡូវទៅសួរខ្ញុំអាចខលពីខាង AC ដែរអញ្ចឹងទៅហើយបន្តទៀតជនរងគ្រោះគាត់បានជឿជាក់លើខ្ញុំក៏ខ្ញុំឲ្យគាត់នឹងធ្វើការណែនាំខ្ញុំបាទដោយប្រាប់គាត់ថាខ្ញុំមានទឹកប្រាក់លើកទឹកចិត្តពីខាង AC ដែរទៅចិត្តទៅនឹងដើម្បីឲ្យគាត់នឹងបានទទួលកម្រៃដែលជាទឹកប្រាក់របស់ធនាគារដែលផ្ដល់ជូនសម្រាប់គាត់ប្រជាជនអញ្ចឹងឲ្យជនរងគ្រោះនឹងធ្វើតាមការណែនាំនោះតោះខ្ញុំបន្លំឲ្យគាត់នឹងហៅជាលេខកូដសម្ងាត់ដែលប្រើវិធីសាស្ត្រគុណបូកដកដើម្បីឲ្យបានជាលេខកូដសម្ងាត់ទុកហ្នឹងហៅមកឲ្យខ្ញុំប៉ុន្តែលទ្ធផលដែលខ្ញុំគុណនោះគឺមិនអាចឲ្យគាត់នឹងដឹងថាខ្ញុំនឹងចង់បានលេខកូដសម្ងាត់ពីខាងជនរងគ្រោះទេអញ្ចឹងទើបងាយស្រួលដល់ខ្ញុំបានលេខកូដនឹងពីខាងជនរងគ្រោះហើយមកទៀតបាទបន្ទាប់ពីបានលេខកូដសម្ងាត់ពីជនរងគ្រោះហើយខ្ញុំក៏បានលក់ចូលក្នុង account SC របស់គាត់យកមកប្រើដើម្បីដកប្រាក់ក្នុង account SC ទាំងអស់របស់គាត់ដែលមានហើយពេលបានហើយយើងឲ្យពីណាខ្លះចូលរួមធ្វើកម្មវិធីជាមួយអញ្ចឹងពេលបានទឹកប្រាក់ហ្នឹងហើយខ្ញុំតែតែមានឲ្យទៅក្រុមខ្ញុំបានដកទឹកប្រាក់ហើយចែកគ្នាតាមសាច់ប្រាក់ដែលមាននៅក្នុងហ្នឹងកន្លងមកយើងធ្វើហើយទៅប្រហែលលើកហើយគឺខ្ញុំធ្វើជាច្រើនលើកដល់មកហើយតាំងពីឆ្នាំ2020 22ខ្ញុំបានជាប់ពីបាត់ជាប់បោកហ្នឹងមួយខ្សែចូលដល់ថ្ងៃឆ្នាំ2023ខ្ញុំចេញវិញប៉ុន្តែខ្ញុំបានសម្រាប់កែខ្លួនបានមួយឆ្នាំសម្រាប់ឆ្នាំ2023 2024ខ្ញុំអត់មានប្រព្រឹត្តអីទាំងអស់ខ្ញុំនៅផ្ទះតែសម្រាប់ឆ្នាំចាប់ពីឆ្នាំ2024ដល់ឆ្នាំ2021អំឡុងពេល2ឆ្នាំនេះខ្ញុំបានប្រព្រឹត្តជារឿយមិនមែនថារាល់ដងរាល់ថ្ងៃទេគាត់គឺថារហូតមកដល់ពេលបច្ចុប្បន្ននេះចូល10ករណីនេះខ្ញុំបានប្រព្រឹត្តករណីកន្លងមកករណីធំៗករណីហើយកន្លងមកករណីដែលថាយើងលុយតិចច្រើនយើងអាចចាំបានទេចំនួនប្រហែលករណីកន្លងមកករណីដែលខ្ញុំធ្វើកន្លងមកគឺតាមការចង់របស់ខ្ញុំគឺដូចជាមាន3ករណីដែលបានទទួលទឹកប្រាក់ច្រើនពីករណីដែលខ្ញុំធ្វើថ្ងៃណាខ្លះខែណាខ្លះឆ្នាំណានៅ2026និងខែ4ហ្នឹងខ្ញុំបាន7ករណីខែ4ខែ3មានខែ3ជាខែថ្ងៃករណីខែ4ថ្ងៃណាខ្លះពីករណីខែ4គឺថ្ងៃទី10ខែ4នឹងមួយមែនតខែ3ថ្ងៃ9នឹងមួយដែរ9បាទខែ3បាទ2021មួយករណីនោះបាន6300មែនចូលដល់ខែ4បានទឹកប្រាក់ថ្ងៃទីម៉ានថ្ងៃម្សិលថ្ងៃ1ថ្ងៃថ្ងៃទី10បាទខែទី9បាទបាន$35,000ចូលរកធ្វើកម្មភាពមានគេមិនទេពេលខ្លះខ្ញុំធ្វើតែម្នាក់ឯងប៉ុន្តែខ្ញុំបានពឹងទៅឲ្យដៃគូខ្ញុំមកខាងទៅគាត់នៅក្រៅគាត់ដកទឹកប្រាក់ឲ្យកាលខ្ញុំសហការ2នាក់មាន2គ្នា2ទៅ3នាក់តែប៉ុណ្ណឹងឈ្មោះអីខ្លះមានឈ្មោះដូចគុណប្រពេចហើយនឹងសានវណ្ណីតែមានការសហការធ្វើសកម្មភាពច្រើនធនាគារឈ្មោះអ្វីខ្លះពីច្រើនគឺធនាគារ ACC ដែរហើយធនាគារទៀតហើយនឹង e-money ធនាគារពីហ្នឹង